សម្រាប់បងប្អូនដែលចង់កាត់វីដេអូឲ្យមានរាងមូលបែបនេះគឺអត់ពិបាកទេបើនៅក្នុងកម្មវិធីវិញហើយកន្លងមកវីដេអូបែបហ្នឹងគឺគេធ្វើឡើងដើម្បីពិពណ៌នាទៅលើរឿងអ្វីមួយហើយគេចង់ឲ្យឃើញអ្នកពិពណ៌នានោះអញ្ចឹងទៅមើលការបង្ហាញជូនរបស់ខ្ញុំបើបងប្អូនចូលទៅកាន់កម្មវិធីវិញរបស់យើងមកបន្ទាប់មកបងប្អូនយក new ហើយទៅជ្រើសរើសវីដេអូណាមួយដែលបងប្អូនចង់ដាក់វានៅពីក្រោយវីដេអូដែលមានរង្វង់មូលហ្នឹងចេះឧទាហរណ៍ខ្ញុំយកបែបស្រុកស្រែនេះហើយខ្ញុំចុច start បាទតមកទៀតគឺយើងនឹងយករូបរបស់យើងដាក់ពីលើវីដេអូហ្នឹងដែលមានរាងមូលអញ្ចឹងបងប្អូនបាទត្រូវឈរលើ edit នេះបន្ទាប់មកបងប្អូនមករកពាក្យថា overlay ហើយបងប្អូនទៅ select វីដេអូរបស់យើងចូលមកបើវីដេអូនេះចូលមកឲ្យបងប្អូនដែលវាមានលក្ខណៈជារាងជ្រុងបាទយើងចង់ឲ្យមូលគឺបងប្អូនត្រូវចុចលើវាបាទបន្ទាប់មកបងប្អូនមករកពាក្យថា mask បន្ទាប់មកទៀតនៅកន្លែងនេះតើបងប្អូនចង់បានប្រភេទណាឧទាហរណ៍គោលបំណងរបស់យើងនៅពេលនេះគឺយើងចង់បានមូលអញ្ចឹងបងប្អូនចុចមូលមកវាចេញបែបនេះបងប្អូនអាចពង្រីកបានឬបងប្អូនយកដៃធ្វើអញ្ចេះបាទទៅវាមូលល្អឃើញទេបើសិនជាបងប្អូនទាញកន្លែងនេះវាអាចទៅជាពងកពើឃើញទេបាទអញ្ចឹងបងប្អូនយកដៃបរិញ្ញអញ្ចឹងមកបាទហើយបងប្អូនចង់រំកិលទៅជ្រុងណាក៏បានដែរឧទាហរណ៍ថារបស់ខ្ញុំយកតូចដែរដោយសារតែទំហំនៃវីដេអូយើងកាលណាយើងពង្រីករង្វង់នឹងធំពេកវាហួសបើវីដេអូរបស់យើងឧទាហរណ៍ខ្ញុំយកប៉ុណ្ណឹងហើយបងប្អូនពេញចិត្តហើយបងប្អូនមកចុច tick កន្លែងនេះហើយវីដេអូរបស់យើងនេះបងប្អូនឃើញទេអញ្ចឹងយើងអាចរំកិលទៅកន្លែងណាក៏បានដែរបងប្អូនចង់ដាក់បាកាពិពណ៌នារបស់យើងនៅជ្រុងណាឧទាហរណ៍ថាឥឡូវខ្ញុំដាក់នៅជ្រុងនេះបាទហើយខ្ញុំ play បងប្អូនមើលបាទឃើញទេបាទអញ្ចឹងយើងបានរាងមូលហើយក្នុងករណីបើសិនបើបងប្អូនយើងអត់ចង់បានរាងមូលទេបងប្អូនចង់បានរាងផ្សេងអញ្ចឹងបងប្អូនក៏នៅតែធ្វើបានដូចគ្នាបងប្អូនមើលមកខាងក្រោមបងប្អូនយក mask នឹងដដែលបន្ទាប់មកឧទាហរណ៍យកជ្រុងបាទនេះជ្រុងនេះបាទជ្រុងហ្នឹងឲ្យវាកោងកែមបាទឲ្យកែមនៃវីដេអូរបស់យើងរាងកោងអញ្ចឹងបងប្អូនមើលមកក្រោមនេះបងប្អូនយកកន្លែងនេះមកហើយមើលមកលើវីដេអូរបស់យើងឃើញកោងនេះបងប្អូនចង់កោងប៉ុណ្ណាក៏បានដែរអាស្រ័យទៅលើបងប្អូនឧទាហរណ៍ខ្ញុំយកកោងប៉ុណ្ណេះចុះហើយខ្ញុំចុច tick នេះបងប្អូនឃើញទេវីដេអូរបស់យើងឃើញអាជ្រុងហ្នឹងវាកោងទេបាទអញ្ចឹងយកអញ្ចឹងក៏បានករណីនៅតែមិនពេញចិត្តចង់បានរាងផ្សេងបងប្អូនចូល mask នឹងដដែលហើយបងប្អូនមកមើលនេះគឺមានរាងបេះដូងបាទមានផ្កាយហ្នឹងក៏អាចឲ្យកោងបានដូចគ្នាបងប្អូនណាបាទមានជាព្រះច័ន្ទបាទអញ្ចឹងតម្រូវការរបស់យើងដូចជាមិនជាចាំបាច់ទៅយកកន្លែងហ្នឹងទេភាគច្រើនគឺយើងយកតែមូលហើយនឹងជ្រុងនេះទីបាទអញ្ចឹងបងប្អូនពេញចិត្តមួយណាយកមួយហ្នឹងទៅអរគុណអញ្ចឹងខ្ញុំបង្ហាញប៉ុណ្្នឹងចុះងាយទេបងប្អូនណាក្នុងការកាត់រូបភាពឬក៏វីដេអូឲ្យវាមានរាងមូលបែបនេះមានចម្ងល់ផ្សេងៗអាច comment ខាងក្រោមជួបគ្នានៅវីដេអូក្រោយជាបន្តទៀតបាទ